លោកជំទាវផែផងឋានស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនិងស្វាមីដែលមកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2025នេះត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតក្នុងពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមានសន្តិភាពសូមជម្រាបថាទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នាយករដ្ឋមន្ត្រីថៃនៅពេលនេះធ្វើឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី75នៃទំនាក់ទំនងការទូតដែលនឹងពង្រឹងបន្ថែមទៀតនៅចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរបន្ទាប់ពីពិធីបដិសណ្ឋារកិច្ចប្រមុខដឹកនាំទាំងពីរបានបន្តធ្វើជំនួបទ្វេភាគីដោយក្នុងនេះជាកិច្ចចាប់ផ្ដើមសម្ដេចបវរធិបតីបានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកជំទាវនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាវត្តមានរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃនៅពេលនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនក្នុងស្មារតីមិត្តភាពដ៏យូរអង្វែងនិងភាពជាដៃគូយុទ្ធសាស្ត្រលោកជំទាវនាយករដ្ឋមន្ត្រីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនចំពោះលោកជំទាវនិងគណៈប្រតិភូលោកជំទាវក៏បានសម្ដែងនៅសេចក្តីសោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជាប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្ដែងនៅការពេញចិត្តនិងវាតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃចំណងមិត្តភាពទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាងល្អនិងដៃគូយុទ្ធសាស្ត្រស្របពេលឆ្នាំ2025នេះជាខួបទី75នៃទំនាក់ទំនងការទូតកម្ពុជាថៃប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្ដែងនៃការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនៅស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសង្ខឡានិងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាបក៏ដូចជាគម្រោងសម្ពោធជាផ្លូវការនៃស្ពានមិត្តភាពកម្ពុជាថៃស្ទឹងបត់បាណង់អៀននាពេលខាងមុខដ៏ខ្លីទន្ទឹមនឹងនេះសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះមិត្តថៃដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករកម្ពុជានៅប្រទេសថៃនិងបានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឲ្យចូលប្រទេសឡើងវិញ Re-entry Permit Fee សម្រាប់ពលករកម្ពុជាដែលមកលេងក្រុមគ្រួសារក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមការស្នើសុំរបស់សម្ដេចបវរធិបតីនៅពេលកន្លងមកនិងបានអរគុណដល់វិនិយោគិននិងធុរជនថៃចំពោះទំនុកចិត្តនិងការសម្រេចចិត្តបណ្ដាក់ទុននិងធ្វើធុរកិច្ចនៅកម្ពុជាលោកជំទាវនាយករដ្ឋមន្ត្រីថៃក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់និងតែងតែគាំទ្រដល់វិនិយោគិនថៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបនេះដែរប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជានយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគធម្មពលសន្តិសុខនិងការពារជាតិវប្បធម៌ទេសចរអប់រំការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបន្ថែម Complementary SEZ នៅតាមបណ្ដោយព្រំដែនប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាអាស៊ាននិងតំបន់ផងដែររួមមានការជំរុញសមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម៉ូឡេសនៅក្នុងឆ្នាំ2025នេះនិងទូនាទីរបស់អាស៊ាននៅក្នុងការជួយប្រទេសមីយ៉ាន់ម៉ាក្រៅបញ្ចប់ជំនួបទ្វេភាគីនាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន7រួមមាន1កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្មរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ2អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ3អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃព្រះរាជាណាចក្រថៃស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន4កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃស្តីពីការគ្រប់គ្រងថែទាំនិងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាថៃស្ទឹងបត់បាននងអៀន5កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលថៃ5កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំបានផាកាត6
កំណត់ហេតុស្ដីពីការផ្ដល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធផលលទ្ធភាពលើគម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ57បាត់ដំបងច្រកទ្វារអន្តរជាតិព្រំរវាងក្រសួងសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជានិងទីស្នាក់ការសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ7ការចុះលិខិតបដូរសារស្ដីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជាថៃនៅក្រៅពិធីចុះហត្ថលេខានាយករដ្ឋមន្ត្រីទាំងពីរបានបន្តធ្វើសេចក្តីថ្លែងការណ៍រួមដែលក្នុងនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃនេះសម្ដេចនឹងលោកជំទាវបានពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់កម្ពុជាថៃនិងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងនិងអនុស្សរណៈយោគយល់គ្នាចំនួន7ដែលទាំងនេះគឺជាជំហានជាក់ស្ដែងក្នុងការប្រែក្លាយទស្សនវិស័យរួមរបស់កម្ពុជានិងថៃឲ្យក្លាយជាលទ្ធផលដ៏ពិតប្រាកដសម្ដេចបវរធិបតីថ្លែងទៀតថាប្រទេសថៃជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់របស់កម្ពុជាហើយយើងបានពិភាក្សាគ្នាអំពីយន្តការជាក់ស្ដែងនិងគំនិតផ្ដួចផ្ដើមបំពេញបន្ថែមផ្សេងៗគ្នារបស់រដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសទាំងពីរបន្ថែមទៀតឆ្លៀតក្នុងឱកាសនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណធុរកិច្ចជនថៃចំពោះការទុកចិត្តនិងសម្រាប់ចិត្តបណ្ដាក់ទុនក្នុងការធ្វើធុរកិច្ចនៅកម្ពុជាបន្ថែមលើនេះសម្ដេចធិបតីគូបញ្ជាក់ថាកម្ពុជាបានត្រៀមខ្លួនជាស្រេចនិងបើកចំហជានិច្ចព្រមទាំងមានឆន្ទៈចង់រីកចម្រើនជាមួយគ្នាក្នុងវិស័យពាណិជ្ជកម្មវិនិយោគនិងនវានុវត្តន៍ផងដែរក្នុងសេចក្តីថ្លែងការណ៍នេះដែរសម្ដេចបវរធិបតីក៏បានបញ្ជាក់ឲ្យដឹងទៀតថាប្រមុខដឹកនាំទាំងពីរប្រទេសដែលមានសម្ដេចផ្ទាល់រួមជាមួយនឹងនាយករដ្ឋមន្ត្រីថៃបានបដិញ្ញាចិត្តរួមគ្នាថានឹងអនុវត្តគោលនយោបាយដូចគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបុគ្គលណាដែលមានចេតនាអាក្រក់ចង់បំផ្លាញនិងបង្កគ្រោះថ្នាក់ដល់ប្រទេសទាំងពីរក្នុងនោះសម្ដេចបវរធិបតីបានលើកឡើងអំពីគោលនយោបាយរបស់ថៃដែលមិនអនុញ្ញាតឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងការធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជាសម្រាប់ទឹកចិត្តដ៏ល្អប្រពៃរបស់មិត្តថៃដែលមានភូមិផងរបងជាប់គ្នាជាមួយកម្ពុជានេះសម្ដេចបវរធិបតីមានប្រសាសន៍ថាខ្ញុំអរគុណគោលនយោបាយរបស់ប្រទេសថៃដែលមិនអនុញ្ញាតឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឬធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជារាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នាប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់របស់កម្ពុជាជាមួយគ្នានេះសម្ដេចបវរធិបតីបានគូបញ្ជាក់អំពីសារៈសំខាន់នៃការកសាងព្រំដែនមួយប្រកបដោយសន្តិភាពស្ថិរភាពវិបុលភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតក្នុងទំនាក់ទំនងជាដៃគូនេះដែរនាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាទៅវិញទៅមកក្នុងការផ្តល់កិច្ចសហការបន្ថែមដែលមានស្រាប់ចំពោះកត្តាសន្តិសុខដូចជាការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនការឆបោកតាមបច្ចេកវិទ្យាការផ្សព្វផ្សាយព័ត៌មានคล้ายៗការជួញដូរមនុស្សនិងការរត់ពន្ធទំនិញខុសច្បាប់